សួស្តីបងប្អូនទាំងអស់គ្នាចាចំណាយកញ្ចក់ជើងនេះបងអូនអើយនាងខ្ញុំឆ្កឹះឲ្យមកចំហៀងបាត់តែបងអូនអើយទើបនឹកឃើញទាញទូរស័ព្ទមកថតអញ្ចឹងណាចាហើយបងអូនមើលនេះគឺកប់ស្បែកឡើងធំធំអញ្ចឹងតែម្ដងណាចាហើយនាងខ្ញុំនេះគ្មានទុកទេបងអូនអើយឆ្កឹះមកទាំងដុំទាំងដុលអញ្ចឹងតែហ្មងណានិយាយពីថាជើងគាត់នេះកប់តែស្បែកធ្វើលើកណាក៏ឈឺដែរបងអូនអើយដោះមកឡើងណែនឲ្យស្វិតទេណាបងអូនមិនមែនផុយសំណុកយើងទាញឯណាចាហើយឡើងស្វិតក៏ក្រិតតែម្ដងមកនៅទាញអូយមកឲ្យបងអូនអើយវែងណែមកហើយបងអូនអើយធំអញ្ចឹងណាចាហើយបើបងប្អូនមានម្ដងចង់ស្គាល់តិចក្រាញ់អាចមករកនឹងខ្ញុំបានទីតាំងនៅខាងលិចផ្សារកសបអកស្រុកបន្ទាយមាសខេត្តកំពតណាបងអូនណាអត់ពិបាករកទេចានឹងខ្ញុំក៏មានទទួលបរៀនសិស្សផ្នែកសាឡនដែរបងអូនចាបើចង់រៀនមករៀនបានណាបងអូនណាតម្លៃសមរម្យអរគុណច្រើនណាបងប្អូនទាំងអស់គ្នាចាអរគុណបាយបាយសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាមកមើលការចុះតិចក្រែងរបស់នាងខ្ញុំទៀតហើយបងអូនអើយចានិយាយពីថាមានរាល់តែថ្ងៃអញ្ចឹងតែម្ដងណាចាកញ្ចក់ជើងគាត់នេះគឺកប់ធំណាស់ចាកប់ស្បែកមិនមែនកប់កញ្ចក់ទេបងអូនអើយគឺមកទាំងដុំអញ្ចឹងហ្មងណាប៉ុន្តែគាត់ឈឺគាត់ណែនក្តាន់តាន់តាប់ត្មងហើយបងអូនអើយទើបគាត់រត់មកចាហើយនាងខ្ញុំនេះក៏អត់ຕົកដែរបងអូនហើយមើលគាត់នាងខ្ញុំកាត់កន្ត្រៃបងអូនលុកកន្ត្រៃអត់ចង់ចូលទេនិយាយពីថាវាណែនរឹងអញ្ចឹងទៅម្ដងណាចាអីគាត់ថាអូនអើយឈឺណែនពាក់សមជើងអត់ចង់កើតទេពាក់ប៊ីជើងអីក៏ទៅឈឺវាចាក់បងអូនចាវាចាក់ទៅក្រោមអញ្ចឹងណាចាដល់ពេលអញ្ចឹងមានណាយើងឈឺយើងណែនយើងលំមាស់ចាវាមិនស្រួលទេបងអូនអើយកញ្ចក់កប់ចាអញ្ចឹងហើយយើងសូត្រទៅរកជាងឲ្យលឿនទៅបងអូនអើយជាងដែលមានជំនាញនៅចិត្តផ្ទះយើងអញ្ចឹងណាចាតែទៅរកជាងគ្មានជំនាញអញ្ចឹងបងអូនប្រយ័ត្នទៅហើមជើងលើសដើមចាហើយនាងខ្ញុំដកមកធូខ្សុយអញ្ចឹងណាបងអូនណាចាកុំឃើញវីដេអូនេះហើយចាយកដែកយកកន្ត្រៃទៅឆ្កឹះខ្លួនឯងប្រយ័ត្នហើមជើងណាបងអូនណាចារត់រយជាងចាកុំឃើញតំណងថាមើលទៅតំណងចេះអីចឹងណាប្រហែលជាងជំនាញហើយនៅតែមានផ្លត់បងអូនហើយល្មមតែយើងអត់ចេះយ៉ាងច្រើនយួរជើងទៅរកជាងដដែលនឹងឈឺពីរដងអីចឹងទៅចាហើយបើបងប្អូនមានបំណងចង់ឆ្កឹះតិចក្រាញ់ចង់រៀនផ្នែកសាឡនចានាងខ្ញុំមានទទួលបរិញ្ញាចាទីតាំងនាងខ្ញុំនៅខាងលិចផ្សារកសោមអកស្រុកបន្ទាយមាសខេត្តកំពតណាបងអូនណានៅចប់នឹងផ្លូវនឹងតែម្ដងនៅខាងលិចផ្សារចានាងខ្ញុំឈ្មោះលីនដាសាឡនអញ្ចឹងណាបងអូនចាហើយនាងខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាចាដែលចូលចិត្តមើលវីដេអូរបស់នាងខ្ញុំជួយ like ជួយ share រហូតមកអញ្ចឹងចានាងខ្ញុំនឹងខំធ្វើវីដេអូចែកបងប្អូនមើលជារៀងរាល់ថ្ងៃណាបងប្អូនណាចានាងខ្ញុំអរគុណច្រើនចាហើយនាងខ្ញុំជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នាណាបងប្អូនណាចាអរគុណច្រើនបាយបាយ